សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះទំនេរដើរថតនៅជាការក្រូចទៅថត pre wedding បងអូនស្រីដែលគាត់ធ្វើការជាមួយគ្នាគាត់ថត pre wedding ថ្ងៃនេះថ្ងៃទី31 ខែ 10 2025 នេះអញ្ចឹងហើយទៅថតលេងដើម្បីឲ្យជាងថតផ្សេងទៀតឲ្យគាត់ស្គាល់កន្លែងផងដែរកន្លែងនេះមានទីតាំងនៅជិតវត្តខ្វែងយើងហ្នឹងនៅហ្នឹងទេសភាពស្រស់ស្អាតថត pre wedding មកអេមដីធំទលាយនេះដើរទៅខាងក្រោយទៅស្ទឹងមានស្ទឹងមានអីហ្នឹងកំពុងតែដើរទៅនិយាយទៅនៅនេះថតប្លង់ pre wedding មកអេហ្មងស្អាតហ្មងមានកន្លែងសម្រាប់ឲ្យយើងថតតាក់ទាញមើលទៅស្អាតហ្មងមានដើមឈើធំមានដើមអាស័យនិយាយទៅមានសពបែបយ៉ាងកន្លែងប្លង់នេះថតចេញមកស្អាតទាំងអស់កន្លែងជិះតោងលេងកន្លែងនេះលហើយខ្យល់បក់វូលហើយកូនខ្ញុំជិះទូកលេងជិះតោងលេងអូសប្បាយខ្យល់បក់ល្វិចនេះកន្លែងថត pre wedding នេះមានតុអង្គុយអាចអង្គុយលេងញ៉ាំអីដាក់មួយយួរពីរយួរអញ្ចឹងទៅណាមានមន់ដុតមន់អីចឹងទៅអេហ្មងមកចុះទៅមើលខាងក្រោមជាមួយខ្ញុំនេះមានទូកនិយាយទៅមកអេមខាងក្រោមនេះយើងគេជិះទូកថត pre wedding ស្អាតទូកស្អាតហ្មងថតមកអេមទឹកធម្មជាតិនិយាយធម្មជាតិនៅទីនេះដាក់មកក៏ឆ្វាចហ្មងឡើងជិះទូកលេងបន្តិចសិនអូយឡើងក៏ជិះទូកក៏ឡើងចេះក៏គួរឲ្យខ្លាចដែរមនុស្សអត់ធ្លាប់ដែរជិះទូកទៅវិញបើចង់ថត pre wedding ថតអីមកខាងអ្នកបាត់ដំបងយើងគឺថតប្លង់ថតមកជាហៀងណាមកជារៀកណាក៏ស្អាតដែរហើយធំទលាយទៀតអ្នកកូនខ្ញុំមកជិះទូកលេងដែរណាអូចង់ជិះទូកអត់ដែលធ្លាប់ជិះទូកចង់ជិះទូកនិយាយទៅមកថត pre wedding មកប្លង់ណាក៏ស្អាតដែរឃើញមកជ្រុងណាក៏ស្អាតដែរមកថតនៅនេះមិនខុសបំណងទេលោកអើយស្អាតណាស់ខ្យល់អាកាសបរិសុទ្ធហើយបើមកថតហើយកុំភ្លេចដាក់មហូបមហូបនៅទីនេះទេសភាពបែបនេះទៀតតាក់ទាញហ្មងឆ្ងាញ់ទាំងឆ្ងាញ់ក៏ឆ្ងាញ់អារម្មណ៍ល្អទៀតអារម្មណ៍យើងវាស្រស់ស្រាយតាមនឹងដែរស្រស់ស្រាយតាមនឹងទេសភាពខ្យល់មកលហៀកនិយាយទៅគួរឲ្យចង់រស់នៅមកកន្លែងនេះមានចកាក្រូចមានក្រូចអីហ្នឹងណាមកផ្ទះគាត់បេះក្រូចគាត់ទៀតមានក្រូចមានចកាក្រូចចង់ថតនៅតាណាក៏ស្អាតដែរ
និយាយទៅស្អាតមកសពមកជ្រុងណាក៏ស្អាតដែរស្អាតមកសពនេះដើរទៅមុខមានផ្ទះគាត់មានមកសពមានដាំក្រូចខ្លុងមានអីមកសពមកជ្រុងណាក៏អាចថតបានដែរចង់ថតកន្លែងដើមក្រូចក៏បានតែចង់ថតកន្លែងគាត់តែងស្រេចហើយក៏បាននិយាយទៅមកអេហ្មងខ្ញុំដើរទៅមុខទៅមើលកន្លែងថត pre wedding នេះកន្លែងថត pre wedding និយាយទៅកន្លែងនេះដាក់មកអេហ្មងពេលយប់ទៅក៏ដាក់ប្លង់មកអេមនេះថតប្លង់បដិទិតដល់យប់ទៀតណានេះនៅចាំថតមកម៉ូតទៀតមកថងប្លង់ថតបដិទិតមកម៉ូតទៀតនិយាយទៅមកជ្រុងណាក៏ស្អាតដែរបើចង់ថត pre wedding ស្អាតនេះមកខាងនេះមិនខុសបំណងទេតាក់ទាញហ្មងមានរបស់វត្ថុរបស់បុរាណគាត់ទិញទុកសម្រាប់ថត pre wedding ណាតាំងពីសម័យខ្ញុំនៅទូចនេះអតេះកូនខ្ញុំធ្លាប់ជិះនៅពីទូចនិយាយទៅស្អាតឡើយកន្លែងគាត់រៀបចំស្អាតនេះត្បាល់កិនស្រូវទៀតត្បាល់កិនស្រូវនេះកាលខ្ញុំនៅពីទូចញ៉ាំម្ដាយខ្ញុំធ្លាប់កិនស្រូវផ្កានឹងផ្កាបដិបត្តិស្អាតនៅខាងក្រោយនេះមានដំណាំសពបែបយ៉ាងមានទាំងនិយាយទៅមានសពបែបយ៉ាងបដ ாய் មានតបែកមានក្រូចមានអីនិយាយទៅទីកន្លែងនេះគួរឲ្យចង់រស់នៅរងខ្ជូតស្រស់ស្រាយតែម្ដងផ្ទះគឺផ្ទះបុរាណទៀតនេះផ្ទះបុរាណនេះសម័យយាយខ្ញុំឯនេះផ្ទះបែបនេះឯងនិយាយទៅស្អាតឡើយដើរមកសបាយមកហត់ដែរហ្នឹងធំពេកហ្នឹងហើយថត pre wedding មកទៅនេះមិនចេះខ្វះទេកន្លែងប្លង់ថតមកជ្រុងណាក៏បានដែរនៅបន្តិចទៀតគាត់នឹងរៀបចំថតប្លង់ពេលយប់នេះខ្ញុំដើរមើលដំណាំគាត់សិននៅពេលយប់គាត់នឹងរៀបចំប្លង់បដិបត្តិខ្ញុំដើរចូលចកាគាត់ដើរលេងសិនពេញនឹងធំពេកទៅក្រោយទៅមុខទៅក្រោយឡើយមិនចេះតិចទៀតធំទលាយល្វឹងល្វើយមានស្ទឹងនៅពីក្រោយអូយស្រស់ស្រាយបើបានមានអីមកហូបនៅខាងក្រោយនេះអេហ្មងវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នាបើចង់ថត pre wedding អីអញ្ជើញមកផ្ទះជាងថតពូបន្លែងនៅខេត្តបាត់ដំបងនេះកន្លែងនេះគឺថាធំទលាយល្អណាស់អរគុណជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ